Hello អ្នកនរគ្នាខ្ញុំបាទជីហ៊ុនចឹងវីដេអូមួយនេះគឺខ្ញុំនឹងមកសម្រាប់សាច់រឿងឲ្យអ្នកនរគ្នាបានយល់អំពី chapter ទី1អូខេតោះឥឡូវយើងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូរបស់យើងតែម្ដងទៅនៅផ្ដើមសៀវដំបូងក៏យើងបានឃើញក្រុមជ្រើសជាតិទាំងពីរកំពុងតែប្រកួតគ្នានៅវគ្គផ្ដាច់ប្រត់ដោយក្រុមជ្រើសជាតិទាំងពីរគឺមានបន្ទុកពិសេសស្មើគ្នាបាត់ទៅហើយនេះគឺជាសិទ្ធិចុងក្រោយសម្រាប់ក្រុមជ្រើសជាតិទាំងពីរដើម្បីទទួលបានពានតែម្ដងជាចុងក្រោយគឺយើងបានឃើញយន្តហោះជនបានលោតបាល់យ៉ាងខ្ពស់ហើយវាយបាល់ចូលក្របតែម្ដងដែលធ្វើឲ្យក្រុមគេទទួលបានជ័យជំនះផងដែរលទ្ធផលនេះមកដែរធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលទៅកាន់អ៊ីនហូជុនតែអ៊ីនហូជុនគឺអាចលេង3ទម្រង់បានលេងជា setter ក៏បានលេងជា middle blocker ក៏បានលេងជា wing striker ក៏បាននិយាយទៅអាប៉អ៊ីនហូជុនហ្នឹងគឺថាខ្លាំងមែនតើយកមកហើយអ៊ីនហូជុនគឺអាចយកឈ្នះទៅកាន់ក្រុម The Big Five ផងដែរគឺយើងគឺថាប៉ហ្នឹងគឺអែមែនតើកាច់សិលមកវិញគឺយើងបានឃើញជ័យយុទ្ធហើយនិងស៊ីវលកំពុងតែមើលទូជាមួយគ្នាដោយពួកគេទាំងពីរនាក់គឺបានមើលជាមួយនឹងការប្រកួតបាល់ទះវគ្គបែកប្លត់គឺពួកគេគឺជា fan របស់ Inho Chon តែម្ដងជាពិសេសគឺជ័យយុទ្ធតែម្ដងគាត់ថាជ័យយុទ្ធគឺគាត់ចូលចិត្ត Inho Chon ខ្លាំងមែនតើភាសា Inho Chon ហ្នឹងគឺលេងខ្លាំងមែនតើយកមកហើយជ័យយុទ្ធក៏បាននិយាយទៅកាន់ស៊ីវលថាហេស៊ីវលហើយមកអូអា Inho ហ្នឹងគឺលុយមែនតើមកយើងនឹងខំវឹកហាត់ឲ្យខ្លាំងនេះគាត់មកជាមួយដល់ពេលយើងធំឡើងយើងនឹងខ្លាំងនេះគាត់ឲ្យមកចុះឯងគាត់ថា Inho គាត់ខ្លាំងដែរអត់ស៊ីវលក៏បានតបថាមានអីគាត់លេងខ្លាំងមែនតើណាហើយចឹងបើឯងចង់ខ្លាំងនឹងគាត់គឺឯងខំប្រឹងទៅដោយសារតែគាត់គឺអាចលេងបាន3ទម្រង់ណាចឹងគឺថាមិនងាយទេចឹងយើងនៅតែចិត្តតែឯងគឺថាខំប្រឹងមែនតើណាជាយុទ្ធហើយស៊ីវលក៏បានគិតក្នុងចិត្តថាខ្ញុំក៏ចង់ខ្លាំងដូចជាអ៊ីនហូដែរហើយនៅពេលនោះគឺបានលេងសលេងមួយដែលចេញពីទូទៅដែលនិយាយថានេះហើយគឺហៅថា True Age ជាយុទ្ធក៏បាននិយាយថា Age គឺមិនមែនជាអ្នកដែលលេងខ្លាំងនៅក្នុងក្រុមនោះទេពិតប្រាកដគឺជាមនុស្សដែលមានការតស៊ូនៅក្នុងការប្រកួតទោះបីនឹងថាក្រុមរបស់ខ្លួនកំពុងតែចាញ់បន្ទូលលើក្រុមគូប្រកួតក៏ដោយក៏មានការតស៊ូរហូតទទួលបានជ័យជំនះបន្តមកសាច់រឿងក៏បានផ្លាស់ប្ដូរមកកាន់សាលាធើរ៉ាហើយដោយយើងឃើញយន្តសូកំពុងតែសុំវ៉ាស៊ីវ៉ូឲ្យចូលទៅកាន់ក្រុមរបស់គេនៅក្នុងរយៈពេល30នាទីមិនមែនទេ30នាទី1ម៉ោងមែនទេ30នាទីច្រឡំហ្មងនិយាយទៅគឺថាបយន្តសូហ្នឹងគឺសាមមែនតើហើយស៊ីវ៉ូក៏បានបដិសេធសំណើរបស់យន្តសូហើយយើងសូក៏បានតបថាយើងសូស៊ីវ៉ូមកជួយខ្ញុំម្ដងណាជួយតែខ្ញុំម្ដងនេះទេតោះ30នាទីទេតោះជួយតែវឹកហាត់តិចមកតោះបើមិនទៅទេខ្ញុំក៏ជាត្រឹមមករបស់គ្រូខ្ញុំទៀតហើយទៅម្ដងទៅណានិយាយទៅអបយើងសូហ្នឹងគឺថាពិតជាតំណើខ្លាំងមែនទេដល់អបយើងសូហ្នឹងគឺថាអង្វរស៊ីវ៉ូខ្លាំងពេកស៊ីវ៉ូក៏បានយកព្រមទៅតាមសំណើរបស់យើងសូតែម្ដងហើយអបយើងសូគេក៏បានគិតថាប៉ុណ្ណេះកម្រងកាយហ្នឹងឲ្យជោគជ័យនិយាយទៅអាប៉ែហ្នឹងគឺថាមានល្បិចធ្វើមកស៊ីវ៉ូហ្មងហើយពេលនោះដាហីក៏មកចំពេលតែម្ដងយិនសូក៏បាននិយាយថាដាហីនេះគឺជាសមាជិកថ្មីរបស់ក្រុមបាល់ទះយើងគឺស៊ីវ៉ូហើយពេលនោះស៊ីវ៉ូក៏ថាបាក់ចកែតែម្ដងដោយសារតែអាប៉ែយិនសូធ្វើស៊ីពេលនោះយិនសូក៏បាននិយាយថាចំសមាជិកថ្មីគេហើយអញណាទៅចូលរួមក្រុមជាមួយឯងពីកាលណាយិនសូក៏បាននិយាយថាយ៉ាហើយលេងតាមសេរីសមើលហើយឃើញគ្រូអញនៅមុខនឹងអត់អាហ្នឹងមែននិយាយទៅអបយន្តសូហ្នឹងគឺថាធ្វើស៊ីវ៉ូខ្លាំងមែនតើយកមកហើយដាហីក៏មានការសង្ស័យទៅលើអបយន្តសូហ្នឹងដែរព្រោះអបហ្នឹងគឺធ្លាប់ធ្វើរឿងពីនឹងពីមុនមកហើយដាហីក៏បានប្រាប់ឲ្យស៊ីវ៉ូទៅដកឯកសណ្ឋានដើម្បីមកហាត់កីឡាជុំគ្នាតែម្ដងហើយស៊ីវ៉ូក៏គាត់រៀនពិបាកចិត្តផងដែរពីព្រោះអីក៏មិនដែរគិតថាចង់លេងបាល់ទះម្ដងទៀតទេហើយអបយន្តសូក៏បាននិយាយថាបើឯងចូលក្រុមអញមកក៏ល្អដែរយើងគេហៅថា win ណាវាថាឈ្នះយកហ្មងតោះឥឡូវយើងទៅវឹកហាត់ទាំងអស់គ្នាតោះហើយស៊ីវ៉ូក៏បានវឹកហាត់ជាមួយនឹងក្រុមយន្តសូតែម្ដងទៅជាទៅអបយន្តសូហ្នឹងគឺថាតំណើបយកតែមែនទេគាត់មកកន្លែងវឹកហាត់វិញស៊ីវ៉ូគាត់បានបញ្ចេញសមត្ថភាពគាត់ទាំងអស់ដែលគាត់ធ្លាប់លេងកាលពីក្មេងមកនៅពេលដែលបានវឹកហាត់ចប់ដៃហ៊ីក៏បានសួរចំទៅកាន់ស៊ីវ៉ូថាតើស៊ីវ៉ូធ្លាប់លេងបាល់ទះមែនទេព្រោះអីខ្ញុំមកទៅស៊ីវ៉ូគឺហាក់បីដូចជាធ្លាប់លេងបាល់ទះពីមុនមកហើយខ្ញុំមកលេងបាល់ទះថ្ងៃនេះគឺដោយសារតែយន្តសូបានពឹងឲ្យខ្ញុំមកជួយវឹកហាត់តែប៉ុណ្ណោះស៊ីវ៉ូក៏បានមកឃើញថាដៃហ៊ីគឺជាមនុស្សម្នាក់ដែលស្រឡាញ់បាល់ទះខ្លាំងណាស់ហើយនាងគឺចង់ឲ្យស៊ីវ៉ូត្រឡប់មកលេងបាល់ទះវិញម្ដងទៀតហើយចូលរួមក្រុមជាមួយនាងប៉ុន្តែស៊ីវ៉ូគឺគាត់មិនអាចសម្រេចចិត្តបានព្រមព្រៀងនោះទេហើយគាត់បានប្រាប់ថាខ្ញុំទៅផ្ទះសិនចាំមើលខ្ញុំគិតមកយប់សិនចាំខ្ញុំសម្រេចចិត្តនៅពេលដែលស៊ីវ៉ូបានត្រឡប់ទៅផ្ទះវិញស៊ីវ៉ូក៏បានឃើញអ៊ីនហូដែលគាត់បានប្រកួតគឺថាអ៊ីនហូគឺគាត់មានទេពកោសល្យក្នុងការលេងបាល់ទះខ្លាំងណាស់ហើយគាត់គឺពិតជាចង់លេងបាល់ទះដូចជាអ៊ីនហូដែរដូច្នេះហើយតាមពីបន្ត
តើ Sivo អាចនឹងចូលរួមក្រុមជាមួយនឹង Dahi ដែរឬទេតើ Sivo អាចនឹងក្លាយជា X ដូចជា Inho ដែរទេយើងមានតែចាំមើលទាំងអស់គ្នានៅវីដេអូក្រោយបាយបាយ